ថ្ងៃនេះនោមគ្នាយើងទៅស្គាល់ទឹកធ្លាក់មួយកន្លែងដែលមានឈ្មោះថាទឹកធ្លាក់បង្កងរនាមដែលលាក់ខ្លួនក្នុងដែនចម្រោកសត្វព្រៃភ្នំអូរ៉ាល់ក្នុងភូមិសាស្ត្រឃុំជាបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដែលមានចម្ងាយប្រមាណជា120គីឡូម៉ែត្រពីភ្នំពេញហើយទឹកធ្លាក់នៅក្នុងទឹកដីស្រុកទឹកផុសនេះគឺមានច្រើនហើយខ្ញុំសូមរៀបរាប់តែពីកន្លែងតែប៉ុណ្ណោះដែលខ្ញុំបានទៅហើយសម្រស់ធម្មជាតិនៅរដូវវស្សានេះគឺស្អាតមែនទែនហើយចិត្តផុតទៀតហើយកុំឲ្យឱកាសនេះរំលងបាត់ទៅគួរតែឆ្លៀតបុកមិត្តភ័ក្តិបងប្អូននេះដាក់មកត្រៀបមកស្គាល់តំបន់ទឹកធ្លាក់ថ្មក្រាទឹកធ្លាក់បង្កងរនាបហើយសម្រស់ធម្មជាតិតាមដងផ្លូវគឺស្រស់ស្អាតមែនទែនហើយខ្ញុំធ្វើដំណើរនេះគឺ2ដងហើយកាលមុនមកខែប្រាំងហើយឆ្នាំនេះគឺមកខែវស្សាម្ដងគឺទេសភាពប្លែកៗពីគ្នាមែនទែនហើយនៅក្នុងរដូវវស្សានេះគឺទេសភាពអំណោយផលមែនទែនហើយតាមផ្លូវហើយថ្មក្រាលហ្នឹងគឺផ្លូវស្រួលទេមិនពិបាកអីនោះទេហើយមកដល់កន្លែងនេះគឺនរណាក៏ឈប់ថតដែរដោយសារកន្លែងហ្នឹងស្អាត background ស្អាតមែនទែនហើយភ្នំអីសម្រស់ខែហ្នឹងគឺខៀវស្ងាត់មែនទែនហើយខ្ញុំក៏ដាក់សារផ្លូវហើយផ្លូវគឺស្រួលទេបងប្អូនមកកុំភ័យថាអូផ្លូវពិបាកមែនទេហើយមកដល់នេះក៏ដាក់កាហ្វេមួយកែវគឺ Mountain View ហើយទេសភាពហ្នឹងក៏ស្អាតហើយកាហ្វេវាឆ្ងាញ់ដែរបន្ទាប់ពីដាក់កាហ្វេរួចរាល់ហើយខ្ញុំបានធ្វើដំណើរទៅថ្មក្រាលដើម្បីលេងទឹកនៅកន្លែងហ្នឹងហើយថ្មក្រាលគឺស្រស់ស្អាតមែនទែនហើយទឹកធ្លាក់នេះហើយមានសម្រស់ស្រស់ស្អាតហើយបងប្អូនបានទៅនឹងអីដាក់ឈៀលអីមួយលក្ខណៈគ្រួសារមិត្តភ័ក្តិអីគឺដឹងតែអែមហើយដោយសារតាមានទឹកលេងច្រើនហើយទឹកក៏ស្អាតហើយក៏សំណូមពរដែរបងប្អូនទៅដល់ទីនឹងអីកុំចោលសម្រាមហើយកុំពិសាអីនៅក្នុងទឹកហើយបើល្អយល់ល្អក៏កាត់បន្ថយការចាក់ធុងបាសព្រោះយើងទៅកន្លែងហ្នឹងគឺដើម្បីរកភាពស្ងប់ស្ងាត់ឲ្យធម៌ពលផ្លូវចិត្តរបស់យើងអញ្ចឹងណាហើយខ្ញុំក៏បានធ្វើដំណើរទៅបន្តទៀតគឺទៅលេងទឹកធ្លាក់បង្កងរនាបហើយផ្លូវស្រួលពួកខ្ញុំអត់ចង់ជិះទេចង់តែរកឲ្យផ្លូវគេបរទេសគូផ្លូវបរគូយន្តផ្លូវគូដើរអីចឹងទៅខ្ញុំសារសជាតិវល់ពីហ្នឹងហើយទេសភាពគឺស្រស់ស្អាតមែនទែនហើយអ្នក stress នៅភ្នំពេញអីបានតែឃើញព្រៃភ្នំបានឃើញពពកឃើញអីចឹងខ្ញុំជឿថាដឹងសុបាយហើយភើបតែម្ដងហើយដូចខ្ញុំអីចូលចិត្តធម្មជាតិបែបហ្នឹងហើយធ្វើអារម្មណ៍យើងស្រស់ស្រាយពេលដែលឃើញធម្មជាតិឃើញភ្នំឃើញអីចឹងគឺ relax មែនទែនហើយនៅបង្កងរនាបនេះគឺមានទឹកធ្លាក់ច្រើនកន្លែងមែនទែនហើយទឹកធ្លាក់មួយគឺមានការខុសប្លែកពីគ្នាមែនទែនហើយខ្ញុំក៏បានមកដល់ទឹកធ្លាក់ដែលមានកម្ពស់ជាងគេហើយខ្ញុំដឹងថាជាន់ទីប្រហែលទេប៉ុន្តែដល់តែខ្ពស់ហើយទឹកធ្លាក់គឺស្រស់ស្អាតមែនទែនហើយបាទថតពីលើអាកាសទៅបានដឹងថាស្រស់ស្អាតប៉ុណ្ណាហើយទឹកដីទឹកផុសនេះគឺមានកន្លែងទឹកធ្លាក់ច្រើនកន្លែងមែនទែនហើយទឹកធ្លាក់មួយគឺស្រស់ស្អាតហើយប្លែកពីគ្នាមែនទែនដូចទឹកធ្លាក់បង្កងរនាបនេះស្រាប់គឺស្អាតហើយបងប្អូនក៏អាចឡើងទៅលើនឹងលេងជន់លើបានទៀតហើយចាំដាអីគឺមានការមិនពិបាកក្នុងការធ្វើដំណើរទេដោយសារតែឡើងហ្នឹងគឺវាជាគេកំពុងតែរៀបចំទៅជារមណីយដ្ឋានហើយឡើងទឹកជ្រោះហ្នឹងគឺមានកម្មចន្ទាធ្វើឡើងសម្រាប់ឲ្យយើងងាយស្រួលនៅក្នុងការឡើងទៅលេងទឹកនៅនឹងហើយក៏សូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមក្លិនផ្កាជាតិពីដល់ក្នុងដួងហារតីរៀបបានសម្រងឆោមស្ររីឆ្នីកាព្រៃប្រណីដល់បេះដូងប្រងថ្លៃកុំព្រាឯកាស្នាមថ្ពាល់ខួរចិត្តបង